chả bông vậy chẳng cứ bật cho thở mền tên tới đôi nhung của đôi kia này ngay khác dương đã chập miền lục rồi có xuống luôn ta chạy đây nơi tai từ tụi bàn xa pi trong cá nghi rồi có nè đại dương thở thua ca cho mùi càng càng ấy chẳng á chả dương anh cái về ban này thở từ tọp ấy vì chỉ hướng đại sầm khăn chỉ hướng đại dương thở từ thua chỉ chạm bạch nhưng chưa tha nè na có quạt trong áp bị quạt rồi có đi chùm ràng được không chip bảo quạt đài bàn tay cái khác mi ròng tha hot nơi khác miền tên hồ về tay tầm miền ủ bờ sạ châu mau chỉ hô hái nào bông chẳng ta bông vô tha thua chẳng mấy đập bay rồi to dẹp hiệp đầu viên ca lụt luôn được không vì sai cá nghĩa nâng sọc mà lập hiệp tèng plei chất nâng plei cá ấy bông dựng tăng tháp bên đấy dân cua sầm mẹ hơi ca sầm mẹ nên bà hay dân dậy to cho mười nâng caฉบับสำหรับประจำชั้นพอวงชื่อแท้เนี่ยได้ฉบับสำหรับไปเชิญอาจยังจะกาได้จองสมัยคล้วนปีกาเงียโมเดลเหมือนไทยยังจองกิจไปปีกาเงียจังโดยขณีการสมัยนั้นสมัยบองอุตโหเจ็ดสไตน์อันว่าเจ็ดสไตน์จะเหมือนทีมกาเงียbà hai chỉ vì chỉ cái bạc thi bỏ được cục kia được kia ấy tha nó phải để sầm rã cứ dâng tay để phơi cá nó thi từ lời thìm tha ngày ní nhom sầm mẹ mong ní rồi còn không phải được cạnh mùi ní hai ca sầm mẹ mùi nắng bà hai chỉ như mặt anh chloi top xa ban lươn tê rồi còn ai chloi top chỉ mùi được email ban phim tim tê chẳng quạt ai tầm lẹ mi xe rồi còn tục nơi bò miền nắng nơi không chat hai ở dân đừng trôi chạy từไปkhỏi hay không cạn này với thao miền ca nghe bản tuấn dân nơi để chloi top quạt chẳng dân anh nhận quạt kho dân không cạn này bị xe xinh từ lại nâng mũi vì ai tẹt tôn chúng mình ca dương bật thay pe beli to luôn bảo dướng phù mền bên đây tha rồi mới xây dân thời để cho cục pe rồi email thời để cho phim này đây nè thằng Orkin សូមស្វាគមន៍មកកាន់កម្មវិធី Orkin Inside Podcast episode ទី5សម្រាប់ថ្ងៃនេះដែរនាងខ្ញុំគឺជាអ្នកសម្របសម្រួលនៅក្នុងកម្មវិធីដែលយើងនឹងពិភាក្សាអំពីប្រធានបទដែលមានមនុស្សជាច្រើនកំពុងតែជួបប្រទះក៏ដូចជាចាប់អារម្មណ៍ដែលយើងនឹងពិភាក្សាទៅលើតលរយៈភាពរវាងការងារហើយនិងជីវិតពិតថាតើនៅ Orkin មានពិតប្រាកដឬក៏គ្រាន់តែជាទ្រឹស្ដីទេជាការពិតណាស់មានមនុស្សជាច្រើនកំពុងតែរវល់ជាមួយនឹងការងារការប្រកួតប្រជែងកាន់តែខ្លាំងហើយសម្ពាធការងារក៏កាន់តែច្រើនដែរហើយពួកគាត់បានសួរខ្លួនឯងថាតើអាចមានតលរយៈភាពរវាងការងារហើយនិងជីវិតពិតប្រាកដដែរឬទេសម្រាប់ថ្ងៃនេះយើងមានវេក្មិនពិសេសម្នាក់ដែលជាបុគ្គលិកក្រុមហ៊ុន Orkin ផ្ទាល់តែម្ដងដែលបងនឹងចូលរួមចែករំលែកទៅលើបទពិសោធន៍ក៏ដូចជាទស្សនៈផ្ទាល់ខ្លួនរបស់គាត់នៅក្នុងប្រធានបទនេះដូច្នេះយើងទៅជួបគាត់ទាំងអស់គ្នាជំរាបសួរបងចាជំរាបសួរចាបងអាចជួយណែនាំខ្លួនទៅកាន់ទស្សនិកជនយើងតិចបានទេបងចាជំរាបសួរអ្នកទាំងអស់គ្នានាងខ្ញុំឈ្មោះមេកុនថាជាប្រធានផ្នែកនៃ Quality Assurance ឬហៅកាត់ថា QA ហើយមកដល់ឥឡូវនេះខ្ញុំបានចូលរួមជាមួយនឹងក្រុមហ៊ុន Orkin រយៈពេល7-4ឆ្នាំមកហើយចាបងចាមួយរយៈនេះសុខសប្បាយទេបងចាសុខសប្បាយតើអូនចុះអូនឯងវិញសុខដូចគ្នាបងប៉ុន្តែមួយរយៈនេះខ្ញុំឃើញថាបងពិតជាមមាញឹកនៅក្នុងការងារមែនតែនហើយផងដែរក៏ឮដំណឹងថាបងកំពុងតែបន្តការសិក្សាបរិញ្ញាបត្រជាន់ខ្ពស់ដែរទៅបងចាហើយក៏ជាអ្នកម្ដាយមួយរូបផងដែរចាបងអញ្ចឹងពាក់ព័ន្ធជាមួយនឹងប្រធានបទយើងថ្ងៃហ្នឹងគឺយើងនិយាយអំពី work life balance ដែលនិយាយអំពីតុល្យភាពការងារហើយនិងជីវិតអញ្ចឹងតើបងយល់យ៉ាងណាដែរចំពោះប្រធានបទហ្នឹងបងចាអូនចំពោះប្រធានបទថ្ងៃហ្នឹងពិតជាគួរឲ្យចាប់អារម្មណ៍មែនតើសម្រាប់ខ្ញុំពាក្យថា work life balance គឺមានន័យថាការដែលយើងអាចធ្វើការងារបានល្អហើយយើងអត់បោះបង់ជាមួយនឹងសុខភាពផ្ទាល់ខ្លួនរបស់យើងឯងថងចំណុចហ្នឹងក៏វាពាក់ព័ន្ធជាមួយនឹងការដែលយើងដឹងពីខ្លួនឯងដឹងអំពីអត្ថប្រយោជន៍ការងារក៏ដូចជាអញនិយាយបានថាយើងត្រូវចាំថាលទ្ធភាពការងារមិនមែនមានន័យថាយើងត្រូវធ្វើការយូរម៉ោងទេចាអញ្ចឹងភ្ជាប់ជាមួយនឹងអ្វីដែលបងបាននិយាយមុនហ្នឹងណាបងតើបងយល់ឃើញថានៅ Orkin យើងពិតជាមាន work life balance សម្រាប់បុគ្គលិកអត់បងចាអូនចំពោះខ្ញុំនិយាយថាវាមានប៉ុន្តែប្រហែលជាវានៅក្នុងរូបភាពដែលគ្រប់គ្នាតែសម័យឃើញថាយើងត្រូវតែចូលធ្វើការម៉ោង8ហើយយើងចេញម៉ោង5ទេថាយើងក៏បានដឹងដែរថានៅរាល់ក្រុមហ៊ុនតែមានកំណត់ជាមួយនឹង KPI សម្រាប់យើងដើម្បីបំពេញនៅក្នុងមួយឆ្នាំពេញថាយើងត្រូវ complete បានអីគេខ្លះហើយជាក់ស្ដែងមួយទៀតទេនៅក្នុងវិស័យសេវាកម្មរបស់យើងនេះផ្ទាល់តែម្ដងវាអត់ដែលរលូនទាំងស្រុងទេវាតែងតែមានបញ្ហាដែលកើតឡើងដែលទាមទារឲ្យយើងចូលរួមក្នុងការដោះស្រាយអីប៉ុន្តែពាក្យថា work life balance ហ្នឹងគឺវាអាចមានបានលុះត្រាតែក្រុមហ៊ុនក៏ដូចជាបុគ្គលិកនឹងមានការយល់ចិត្តគ្នាដែរមានន័យថាក្រុមហ៊ុនបង្កើតបរិយាកាសការងារមួយដែលសុខភាពល្អសម្រាប់បុគ្គលិកខណៈដែលបុគ្គលិកហ្នឹងគឺគាត់មានទំនួលខុសត្រូវនឹងការគ្រប់គ្រងពេលវេលាផ្ទាល់ខ្លួនរបស់គាត់ហ្នឹងបានល្អចំពោះការងារអញ្ចឹងឧទាហរណ៍ជាក់ស្ដែងពេលខ្លះយើងអត់ដឹងថាបន្ទាប់ពីជាប់ម៉ោងការងារតើមានរឿងអីខ្លះកើតឡើងដូចបងនិយាយអញ្ចឹងថានៅក្នុងវិស័យសេវាកម្មជាក់ស្ដែងនៅក្នុងសេវាកម្មគ្រប់គ្រងសត្វរបស់យើងផ្ទាល់គឺអាចនឹងមានភ្ញៀវគាត់តាក់ទងមកឬក៏យើងត្រូវតែឆ្លើយតបមួយភ្ញៀវភ្លាមឬក៏បន្ទាន់ព្រោះយើងត្រូវតែចូលរួមដោះស្រាយយើងអាចគិតវាបានទេព្រោះវាជាទំនួលខុសត្រូវរបស់យើងចាបងនិយាយអញ្ចឹងគឺពិតជាត្រូវមែនតើមែនតើទៅដូចខ្ញុំក៏ដូចគ្នាដែរថ្ងៃខ្លះយើងដាក់ច្បាប់មានរវល់ឬក៏អត់ស្រួលខ្លួន
តែជាក់ស្ដែងនៅតែទទួលបានសារពីក្រុមការងារឬក៏អ្នកដែលយើងត្រូវធ្វើការជាមួយខាងក្រៅអីអញ្ចឹងណាចាយើងអាចគេចវេះបានទេត្រូវទៅតបព្រោះអីវាជារឿងដែលសំខាន់ជារឿងដែលយើងត្រូវទៅធ្វើជាចាំបាច់ខ្ញុំជឿថាអ្នកណាក៏គាត់ចង់អភិវឌ្ឍឬក៏រីកចម្រើននៅក្នុងអាជីពរបស់គាត់ដែរប៉ុន្តែពេលខ្លះមានអារម្មណ៍ថាហត់នឿយខ្លាំងមែនទែនព្រោះវាតែងតែមានឧបសគ្គចូលមកជាហូរហែណាបងអញ្ចឹងតើបងយល់ថាធ្វើយ៉ាងម៉េចដើម្បីរកតុល្យភាពរវាងការលូតលាស់នៅក្នុងវិស័យការងារនិងសុខុមាលភាពទាំងផ្លូវចិត្តនិងផ្លូវកាយហ៎បងចាអូនចំណុចកន្លែងនេះវាពិតជាចាក់ដោតចាចាអញ្ចឹងសម្រាប់ខ្ញុំគិតថាចំពោះការលូតលាស់នៅក្នុងអាជីពការងាររបស់យើងក៏ដូចជាការថែរក្សាសុខុមាលភាពរបស់យើងអាចជ្រើសរើសឬក៏បោះបង់មួយណាចោលហើយវាត្រូវតែមានតលយៈភាពរវាងគ្នាហើយចំណុចហ្នឹងក៏វាតកតងជាមួយនឹងការយើងដឹងពីខ្លួនឯងដែរហើយបងជឿថាមនុស្សគ្រប់គ្នាមិនថាខ្ញុំទេសូម្បីតែស៊ីណាឯងក៏ចង់រីកចម្រើននៅក្នុងអាជីពការងាររបស់យើងចង់ឡើងតួនាទីចង់ឡើងប្រាក់ខែដែរទៅចាតែគ្រឿងនេះគឺជាចំណុចល្អព្រោះវាជាកត្តាមួយជំរុញឲ្យយើងនឹងកាន់តែខំប្រឹងបន្ថែមទៀតប៉ុន្តែបើសិនជាការរីកចម្រើននោះវាធ្វើឲ្យយើងអស់កម្លាំងកាយឬក៏កម្លាំងចិត្តបងជឿថាវាអត់បានយូរអង្វែងទេអូខេអញ្ចឹងសម្រាប់ខ្ញុំណាការរកតុល្យភាពគឺមានន័យថាការយើងស្គាល់ពីដែនកំណត់របស់ខ្លួនការដែលយើងដឹងថាពេលណាយើងគួររុញខ្លួនឯងទៅមុខហើយពេលណាយើងគួរសម្រាកហើយការសម្រាកនឹងទៀតសោតមិនមែនមានថាយើងខ្សោយទេគឺមានន័យថាការដែលយើងអាចស្ដារធម៌ពលខ្លួនឯងដើម្បីមានកម្លាំងបន្តទៅមុខទៀតបើនិយាយភាសាចិនស្រីគេហៅថាសាកថ្មជីវិតណាហើយវាក៏សំខាន់ផងដែរក្នុងការកំណត់អត្ថប្រយោជន៍ការងាររបស់យើងយើងត្រូវចាំថាមិនគ្រប់ការងារទាំងអស់យើងត្រូវទៅធ្វើក្នុងពេលតែមួយទេមានការងារខ្លះវាអាចសំខាន់ការងារខ្លះវាបន្ទាន់ការងារខ្លះគឺអត់សំខាន់ទេតែវាបន្ទាន់អញ្ចឹងយើងត្រូវតែចេះបែងចែកការងាររបស់យើងព្រោះក្នុងការរីកចម្រើនការងាររបស់យើងល្អមិនមែនមានន័យថាយើងត្រូវធ្វើការងារខ្លាំងការងារច្រើនហើយការងារយូរទេតែសំខាន់ហ្នឹងគឺយើងធ្វើការងារមួយដែលប្រកបដោយទិសដៅនិងគោលដៅច្បាស់លាស់ហើយស្ថិរទៀតចាបងចាអូខេអញ្ចឹងខ្ញុំចុងក្រោយសូមបន្ថែមថានៅក្នុងអាជីពការងារមួយដែលល្អមិនមែនមានន័យថាយើងជោគជ័យទៅកន្លែងការងារវាក៏ត្រូវតែឲ្យយើងនឹងមានសុខភាពល្អមានពេលវេលាសម្រាប់គ្រួសារនិងមានក្តីសុខសម្រាប់ជីវិតផ្ទាល់ខ្លួនដូចគ្នាដែរចាបងអញ្ចឹងដូចបងបានបកស្រាយមិញអញ្ចឹងគឺយើងអាចចោលមួយយកមួយបានទេយើងត្រូវការទាំងពីរព្រោះខាងណាក៏សំខាន់ដែរចាអញ្ចឹងភ្ជាប់ជាមួយនឹងអ្វីដែលបងបានលើកឡើងមុនហ្នឹងណាបងតើបងយល់ថាក្រុមហ៊ុនអាចជួយបុគ្គលិកក្នុងការស្វែងរកនៅតុល្យភាពរវាងការងារនិងជីវិតគាត់បានដូចម្ដេចខ្លះទៅបងចាអូនក្នុងរឿងហ្នឹងបងគាត់ថាក្រុមហ៊ុនពិតជាសំខាន់ចាប៉ុន្តែយ៉ាងណាក៏ដោយយើងដឹងថាក្រុមហ៊ុនមិនអាចលុបបំបត្តិសម្ពាធការងារក៏ដូចជាបន្ទុកការងាររបស់យើងទេត្រូវទេចាប៉ុន្តែក្រុមហ៊ុនក៏អាចបង្កើតប្រព័ន្ធក៏ដូចជាវប្បធម៌ដោយបុគ្គលិកធ្វើការដោយកាន់ភាសាជាងមុនឧទាហរណ៍ដូចជាការមានទំនាក់ទំនងច្បាស់លាស់ចាប់ផ្ដើមពីការងាររហូតដល់ចុងបញ្ចប់នៃការងារអញ្ចឹងបងឧទាហរណ៍មួយជាក់ស្ដែងតទៅនឹងការកំណត់ KPI ដូចយើងនិយាយមុននឹងអញ្ចឹងជាទូទៅនៅរាល់ក្រុមហ៊ុនតែកំណត់ KPI សម្រាប់បុគ្គលិកឲ្យគាត់ត្រូវតាសម្រេចបានឬក៏ការរំពឹងទុកផ្សេងដើម្បីថាមួយឆ្នាំពេញនេះតែយើងត្រូវធ្វើអីគេខ្លះអញ្ចឹងសម្រាប់យើងជាបុគ្គលិកនៅពេលដែលយើងដឹងថាយើងត្រូវបំពេញការងារអីឬក៏មានភារកិច្ចអីដែលត្រូវបំពេញក្នុងរយៈពេល1ឆ្នាំហ្នឹងគឺយើងបានរៀបចំជាផែនការដើម្បីកុំឲ្យការងាររបស់យើងវាធ្ងន់នៅពេលដែលចុងឆ្នាំឬក៏ចុងខែរបស់យើងអញ្ចឹងហ្នឹងគឺជាផ្នែកមួយចាហើយមួយវិញទៀតគឺសំខាន់ដូចគ្នាដែរនៅពេលដែលយើងមានមេដឹកនាំឬក៏ថ្នាក់ដឹកនាំដែលគាត់គ្រប់គ្រងឬក៏ជំរុញយើងក្នុងការអភិវឌ្ឍខ្លួនបន្ថែមហើយមួយវិញទៀតការគោរពពេលសម្រាប់នឹងថ្ងៃឈប់យើងដឹងហើយថាក្រុមហ៊ុនយើងអនុលោមតាមច្បាប់ការងារដែលបុគ្គលិកគឺមានសិទ្ធិក្នុងការឈប់សម្រាកមួយថ្ងៃកន្លះក្នុងមួយខែចាជាក់ស្ដែងនៅនេះបងហ៊ាននិយាយថាបងហ៊ានដាក់ច្បាប់ដាក់អស្ទាក់ស្ទើរអត់ខ្លាចរអាចាបើសិនជាបងមានច្បាប់ប្រើពេលខ្លះការដាក់ច្បាប់ហ្នឹងមិនមែនមានន័យថាខ្ញុំសុកខ្ញុំចង់គេចវេះពីការងារទេប៉ុន្តែពេលខ្លះខ្ញុំមានអារម្មណ៍ថាអូខ្ញុំចង់សម្រាកពីការងារប៉ុន្តែយ៉ាងណាក៏ដោយមិនមែនថាមានតែច្បាប់ហើយចេះតែប្រើទេយើងត្រូវតែដឹងពីទំនួលខុសត្រូវការងាររបស់យើងដូចគ្នាដែរចាតែប៉ុន្តែមានច្រើនចំណុចទៀតតែខ្ញុំគិតថាលើកត្រឹមចំណុចប៉ុណ្ណឹងយើងអាចឃើញថាក្រុមហ៊ុនពិតជាអាចជួយបុគ្គលិកក្នុងការស្វែងរកនៅ work life balance នឹងបានមែនហើយក្នុងនឹងផងដែរបើសិនជាការគ្រប់គ្រងពីក្រុមហ៊ុនយ៉ាងច្រើនហើយប៉ុន្តែបើសិនជាចំពោះបុគ្គលិកអត់មានភាពស្មោះត្រង់ឬក៏អត់មានឆន្ទៈចំពោះទំនួលខុសត្រូវរបស់ខ្លួនឯងទេការដែលរក work life balance នោះប្រហែលជាពិបាកតិចអញ្ចឹងសម្រាប់ខ្ញុំwork life balance ហ្នឹងគឺវាជាទំនួលខុសត្រូវរួមមិនមែនតែជាទំនួលខុសត្រូវរបស់ក្រុមហ៊ុនហើយក៏មិនមែនធ្ងន់មកខាងទៅលើតែបុគ្គលិកដែរអូខេបងអញ្ចឹងបានស្ដាប់នៅអ្វីដែលបងបាននិយាយខាងលើណាការដែលមានតុល្យភាពរវាងការងារហើយនិងជីវិតគឺវាត្រូវតែភ្ជាប់ជាមួយនឹងទំនួលខុសត្រូវចាមួយវិញទៀតបងគិតថាព្រំដែនកំណត់តខ្លួនហ្នឹងណាវាមានសារៈសំខាន់ប៉ុណ្ណាទៅបងអាចជួយប្រាប់បានទេបង
ចាអូនពេលដែលយើងនិយាយពី work life balance ហ្នឹងប្រកាសតែផ្សារភ្ជាប់ជាមួយនឹងpersonal boundary ឬក៏ការកំណត់ដែនកំណត់របស់ខ្លួនឯងហ្នឹងព្រោះបងជឿថាអត់មានណាគេទៅធ្វើការមួយថ្ងៃ24ម៉ោងឬក៏មួយអាទិត្យចាំតែឆ្លើយសារឬក៏ចាំតែធ្វើការងារពេញទេត្រូវទេចាអញ្ចឹងការកំណត់personal boundary របស់យើងណាគឺវាជាការកំណត់ឡើងដោយយើងអាចការពារពេលវេលាផ្ទាល់ខ្លួនរបស់យើងថាមពលផ្លូវចិត្តនិងផ្លូវកាយក៏ដូចជាតម្លៃរបស់យើងនៅក្នុងការងារដែរហើយមែនតើទៅវាសំខាន់ណាស់នៅកន្លែងការងារកាលណាដែលយើងអាចកំណត់វាបានវាអាចជួយការពារវិជ្ជាជីវៈរបស់យើងបានដូចគ្នាដោយអត់ចាំបាច់បាត់បង់ខ្លួនឯងនៅក្នុងសម្ពាធការងារទេចុះឧទាហរណ៍ដូចជាយើងដឹងថាពេលនេះយើងគួរសម្រាកហើយការសម្រាកនេះប្រហែលយើងនិយាយតជាមួយនឹងការច្បាប់សម្រាប់ប្រចាំឆ្នាំព្រោះខ្ញុំជឿថាអ្នកដែលច្បាប់សម្រាប់ពីច្រើនអាចនឹងជាការដែលចង់សម្រាកខ្លួនពីការងារមួយរយៈមិនមែនថាយើងចង់គេចបេះពីការងារទេអញ្ចឹងដូចគ្នាការសម្រាកហ្នឹងសម្រាប់បងឧទាហរណ៍ជាក់ស្ដែងអនុវត្តជាក់ស្ដែងជាមួយនឹងធីមការងារប្រហែលជាវាជាការ practice របស់មនុស្សគ្រប់គ្នាដូចគ្នាហើយថានៅពេលដែលសម្រាប់គឺយើងតែងតែធ្វើការ notice ទៅលើ team ថាអូថ្ងៃនេះខ្ញុំសម្រាប់ម៉ោងនេះឬក៏ក្នុងភារកិច្ចមួយនេះហើយការសម្រាប់មួយហ្នឹងប្រហែលជាខ្ញុំអាចឆ្លើយតបសារបានលឿនទេឬក៏អាចឆ្លើយតបជាមួយនឹង email បានភ្លាមទេអញ្ចឹងគាត់អាចទម្លាក់ message ឬក៏ទុកនៅព័ត៌មានហ្នឹងនៅក្នុង chat ហើយយើងនឹងចូល check ទៅពេលក្រោយហើយក្នុងករណីថាមានការងារបន្ទាន់យើងនៅតែឆ្លើយតបគាត់អញ្ចឹងយើងអនុញ្ញាតឲ្យគាត់ call យើងក្នុងករណីពិសេសអីផ្សេងៗទៅកន្លែងហ្នឹងមួយវាអាចតាក់ទងជាមួយនឹងការយើង protect ពេលវេលាផ្ទាល់ខ្លួនរបស់យើងព្រោះមិនមែនន័យថារាល់ message យើងត្រូវតែឆ្លើយគ្រប់ពេលរាល់ email ត្រូវឆ្លើយភ្លាមដែរចាអញ្ចឹងហ្នឹងគឺ personal boundary របស់យើងហើយអញ្ចឹងវាដូចយើងដឹងថាយើងមានត្រឹមប៉ុណ្្នឹងយើងមិនមែនគ្រប់ពេលត្រូវតែចាំឆ្លើយតបសារបោះអ្នកណាម្នាក់ចាហើយមួយវិញទៀតដូចយើងនិយាយតាក់ទងនឹងការបែងចែកការងារព្រោះយើងបាននិយាយគ្នាមុននឹងហើយថាការងារទាំងអស់យើងមិនត្រូវតែសម្រេចក្នុងពេលតែមួយទេហើយទាំងអស់ដោយខ្លួនឯងទេអញ្ចឹងយើងត្រូវដឹងថាការងារណាដែលវាសំខាន់ការងារមួយណាបន្ទាន់ការងារណាមិនបន្ទាន់ដែលការងារខ្លះមែនតែនទៅមិនប្រកាសថាយើងខ្លួនយើងអ្នកត្រូវទៅធ្វើផ្ទាល់ហើយវាអាចជាការបែងចែកឬក៏ចែករំលែកការងារទៅធីមការងាររបស់យើងចាអញ្ចឹងចំណុចហ្នឹងនៅពេលដែលយើងអាចធ្វើវាបានវាជួយបន្ថែកព្រំដែនកំណត់របស់យើងឲ្យថាមិនគ្រប់ការងារទាំងអស់ខ្ញុំត្រូវតែអីសឹបឲ្យធ្វើខ្លួនឯងទេហើយកន្លែងហ្នឹងចង់ផ្សារភ្ជាប់ជាមួយនឹងការចេះនិយាយថាទេចំពោះការងារតែដល់ពេលនិយាយចំណុចហ្នឹងចាក់ច្រឡំថាឲ្យតែមេដាក់ការងារមកយើងអត់ធ្វើអត់ទេគឺមានន័យថាយើងចេះដឹងថាការងារហ្នឹងខ្ញុំគួរទទួលឬក៏មិនទទួលហើយបើទទួលនឹងក្នុងរយៈពេលណាមួយដើម្បីសម្រេចវាបានមិនគ្រប់ការងារគេដាក់មក A ត្រូវតែធ្វើបាន A ក្នុងថ្ងៃហ្នឹងឯង B ត្រូវបានធ្វើ B នៅក្នុងថ្ងៃហ្នឹងឯងចាគួរតែមាន timeline ណាមួយណាបងចាត្រូវឯងអញ្ចឹងត្រឡប់មកវិញណាតដែរតើតើនឹងការកំណត់នៅព្រំដែនរបស់យើងហ្នឹងគឺវានៅតែផ្សារជាប់ជាមួយនឹងទំនួលខុសត្រូវរបស់យើងអញ្ចឹងដែលមិនមែនន័យថាយើងគេចវេះពីការងារទេប៉ុន្តែគឺយើងបង្កើតពីរបៀបការងារមួយដែលល្អហើយនឹងអាចធ្វើវាបានយូរអង្វែងចាអញ្ចឹងជាចុងក្រោយខ្ញុំសូមបន្ថែមថា work life balance ប្រហែលជាវាមានន័យខុសៗគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់ចាអញ្ចឹងសំខាន់បំផុតហ្នឹងគឺខ្លួនយើងដឹងពីគោលដៅនិងគោលបំណងនៃសុខការសម្រាប់ការងាររបស់យើងដែលគោលដៅរបស់យើងមិនមែនមានន័យថាត្រូវតែល្អឥតខ្ចោះទេប៉ុន្តែគឺជាការបង្កើតរបៀបនៃការធ្វើការនិងរបៀបនៃការរស់នៅនឹងដែលវាមានសុខភាពល្អដែលអាចឲ្យយើងបន្តរីកចម្រើនបានយូរអង្វែងទាំងការងារទាំងជីវិតតខ្លួនរបស់យើងចាបងអញ្ចឹងដូចដែលបងបានលើកឡើងមុននឹងអញ្ចឹងណាតលរយៈភាពរវាងការងារហើយនិងជីវិតវាប្រហែលជាមិនមែនជារឿងដែល perfect 100% ទេប៉ុន្តែជាការស្វែងរកតលរយៈភាពណាមួយដែលស័ក្តិសមសម្រាប់ខ្លួនយើងជាពិសេសនៅពេលដែលយើងជ្រើសរើសនៅកន្លែងការងារក្រុមការងារក៏ដូចជាថ្នាក់ដឹកនាំដែលត្រូវណាបងចាអរគុណច្រើនបងសម្រាប់ការចែករំលែកដ៏មានតម្លៃនៅក្នុងថ្ងៃនេះបន្ទាប់ពីបងបានចែករំលែកហើយខ្ញុំមានអារម្មណ៍ថាទទួលបាននៅចំណេះដឹងថ្មីមួយទៀតដែលអត់ធ្លាប់បានដឹងពីមុនមកណាបងចាហើយផងដែរអ្នកទាំងអស់គ្នាដែលកំពុងតែស្វែងរកនៅការងារដែលគិតគូរពីបុគ្គលិកទាំងអស់នេះគឺមាននៅក្នុងក្រុមហ៊ុន Orkin ចាសម្រាប់ព័ត៌មានទាក់ទងជាមួយនឹងការងារបងប្អូនអាចទៅស្វែងរកនៅក្នុង Facebook page ផ្លូវការរបស់ក្រុមហ៊ុនបានដែលមានឈ្មោះថាចាក់ទៅមុខ Swiss Career ហើយសម្រាប់ចម្ងល់ផ្សេងៗបងប្អូនអាចទម្លាក់នៅក្នុង comment បានចាហើយ podcast របស់យើងនៅក្នុងថ្ងៃនេះឈានមកដល់ទីបញ្ចប់ហើយអរគុណអ្នកទាំងអស់គ្នាសម្រាប់ការទស្សនាជួបគ្នានៅអេពីសូតក្រោយចាសូមអរគុណសូមជម្រាបលា